សម្ដេចមហារដ្ឋាភិបាលទៅប្តីខុនតូដារីផ្កោតទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់នៅក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចក្រោមប្រធានបទភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រីដើម្បីទាំងអស់គ្នាដែលរៀបចំឡើងដោយក្រសួងកិច្ចការនារីនៅព្រឹកថ្ងៃសុក្រទី14ខែវិច្ឆិកាឆ្នាំ2025នេះសម្ដេចមហារដ្ឋាភិបាលទៅប្តីខុនតូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានផ្កោតទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025ដែលបណ្ដាលឲ្យប្រជាជនខ្មែរមួយរូបបាត់បង់អាយុជីវិតនិងជាច្រើនអ្នកទៀតបានរងរបួសសម្ដេចប្រធានរដ្ឋសភាបានគូបញ្ជាក់ថាការវាយប្រហារនេះជាអំពើឃោរឃៅយងក្នុងអមនុស្សធម៌ដែលមិនត្រឹមជាការរំលោភបំពានលើអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងរំលោភបំពានធ្ងន់ធ្ងរដល់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាថ្មីកន្លងទៅអំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅទីក្រុងគូឡាឡាំពូប្រទេសម៉ាឡេស៊ីដែលមានវត្តមានជាសាក្សីពីឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានបដូវវេនការបាញ់ប្រហារនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានសម្ដេចប្រធានរដ្ឋាភិបាលបានមានប្រសាសន៍ថាក្នុងកាលៈទេសៈជាតិប្រឈមនឹងការគំរាមកំហែងនិងភាពមិនប្រក្រតីប្រជាបែបនេះជាពេលវេលាសំខាន់ជាងពេលណាទាំងអស់ដែលយើងទាំងអស់គ្នាត្រូវមានការជឿជាក់និងការគាំទ្រពេញទំហឹងដល់រដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការដោះស្រាយជម្លោះព្រំដែនរក្សានិងការពារសុខសន្តិភាពឯករាជ្យអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាត្រូវតែពង្រឹងសាមគ្គីភាពឲ្យកាន់តែខ្លាំងក្លាឡើងដើម្បីប្រែក្លាយបញ្ហាទៅជាឱកាសក្នុងការពង្រឹងភាពម្ចាស់ការអធិបតេយ្យសេដ្ឋកិច្ចនិងភាពធន់របស់ជាតិឲ្យបានរឹងមាំយើងត្រូវចាំថាខ្មែរមានសាមគ្គីខ្មែរខ្លាំងនិងមានភាពធន់ហើយអាចបោះជំហានទៅមុខដោយភាពជឿជាក់និងក្តីសង្ឃឹមនេះជាការបញ្ជាក់របស់សម្ដេចប្រធានរដ្ឋសភាតើតើនឹងវេទិកាជាតិវិញសម្ដេចរដ្ឋសភាធិបតីបានសម្ដែងការពេញចិត្តនិងអបអរសាទរចំពោះការសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងការលើកកម្ពស់សមភាព Gender នៅកម្ពុជាសម្ដេចប្រធានរដ្ឋសភាបានគូបញ្ជាក់ថាក្នុងរយៈពេល3ទសវត្សរ៍កន្លងមកនេះក្រោមម្លប់សន្តិភាពនិងស្ថិរភាពនយោបាយដ៏រឹងមាំតាមរយៈការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាបរិយាលក្ខខណ្ឌមិនអាចខ្វះបាននិងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងការលើកកម្ពស់សមភាព Gender